បាទជំរាបសួរម្ដងទៀតលោកគ្រូហ្វាមួយនេះគឺជំនួយសម្រាប់លោកគ្រូអ្នកគ្រូយកទៅព្រីនបញ្ជីវត្តមានប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែនិងប្រចាំឆ្នាំពុកឡើយគ្រូបើកហ្វាបែបហ្នឹងមកចុច2ដងបាទហើយលោកគ្រូទៅរើសកន្លែងនេះបើលោកគ្រូនៅស្រុកណាវាចេញទៅស្រុកហ្នឹងទេចឹងដើម្បីបានហ្វាហ្នឹងតើគ្រូតំណងមកខាងខ្ញុំនឹងបើកoption មួយសម្រាប់តែស្រុកនិងសាលាលោកគ្រូបាទគ្រូនៅស្ទឹងសែនឥឡូវខ្ញុំឧទាហរណ៍ថាវិទ្យាល័យកំពង់ធំនៅស្ទឹងសែននេះសាលាមធ្យមសិក្សាយើងអត់រើសឈ្មោះខាងលើទេយកប្រភេទឈ្មោះខាងក្រោមនេះហើយលេខសម្ងាត់ខ្ញុំវាយលេខ1ចូលបាទបានប៉ុណ្្នឹងហើយយើងជាឧទាហរណ៍យើងចូលមកកន្លែងពាក្យថាសាលារៀនហើយកន្លែងនេះយើងលើកស្រុកឬក៏ក្រុមរបស់យើងជាងមកយើងរើសអាផ្សេងអត់មានទេឃើញទេបាទចឹងរើសចំក្រុមរបស់យើងមកយើងរើសសាលានេះជាឈ្មោះលោកគ្រូអ្នកគ្រូអញ្ចឹងយើងសាកមើលយើងព្រីនបញ្ជីវត្តមានប្រចាំថ្ងៃចុចមកនេះគឺប្រអប់នេះគឺតនេទាំងអស់បាទប៉ុន្តែមានលោកគ្រូអ្នកគ្រូមួយចំនួនគាត់ថាបើតនេបើប្រអប់នឹងសទាំងអស់អញ្ចឹងគាត់ទៅគាត់សញ្ញេរាល់ថ្ងៃអញ្ចឹងយើងមានវិធីមួយគឺយើងបិទនេះលោកគ្រូអ្នកគ្រូគាត់ថុចបិទពីអញ្ចឹងមកហើយយើងបើកម្ដងទៀតគឺវាឡើងខ្មៅទេណាមានន័យថាគាត់អត់ត្រូវម៉ោងបង្រៀនគឺគាត់ចេញពណ៌ខ្មៅអញ្ចឹងខ្ញុំចុច next ទៅមុខដើម្បីខ្ញុំចង់បង្ហាញនេះឈ្មោះលោកគ្រូម៉ាវុធីរិទ្ធមួយចេញពណ៌សកន្លែងនេះខ្ញុំទៅមុខទៀតនេះនៅថ្ងៃថ្ងៃអីថ្ងៃនេះថ្ងៃនេះថ្ងៃសុក្រគាត់ចេញពណ៌សទាំងព្រឹកទាំងល្ងាចបាទអញ្ចឹងធ្វើឲ្យចេញសកន្លែងហ្នឹងស្រ័យលើលោកគ្រូអ្នកគ្រូបើលោកគ្រូអ្នកគ្រូចង់បិទគឺយើងគាត់ទៅ tick ទៅវាបិទពណ៌ខ្មៅបែបនេះហើយបាទចឹងដើម្បីឲ្យវាចេញពណ៌សសម្រាប់គាត់សញ្ញេថ្ងៃបង្រៀនលោកគ្រូអ្នកគ្រូចុចលើប៊ូតុងខាងលើគេនេះចុចមកហើយ search ឈ្មោះគាត់មកខ្ញុំឧទាហរណ៍នេះឈ្មោះគាត់អញ្ចឹងគ្រូចុចមកឃើញថ្ងៃសុក្រគាត់ពេលព្រឹកល្ងាចទេបាទគ្រូអ្នកគ្រូគាត់ទៅ tick វាមកព្រឹកមកព្រឹកហ្នឹងគាត់ទៅ1ម៉ោងគាត់ត្រូវ tick មួយដែរត្រូវ2ម៉ោងគាត់ត្រូវទៅ tick មួយហ្នឹងដែរអត់មានម៉ោងនេះណានេះគិតតាមវេនបាទវេនព្រឹកច័ន្ទគេពុធផសុកសៅរ៍វេនរសៀលច័ន្ទគេពុធផសុកសៅរ៍ឥឡូវខ្ញុំឧបមាថាគាត់ត្រូវថ្ងៃអង្គារព្រឹកល្ងាចថ្ងៃពុធព្រឹកល្ងាចពហុសុកសៅរ៍អត់ត្រូវទេអញ្ចឹងខ្ញុំចុចរក្សាទុកហើយ yes បាទបាត់ហើយយើងចូលមកមើលបញ្ជីយើងវិញមើលឈ្មោះគាត់ណានេះពហុឃើញឈ្មោះគាត់ថ្ងៃពហុមានម៉ោងទេទី3ទី2នេះស្លាបទី2បាទនេះលេខរៀង42យ៉ាងចំណាំណាឃើញទេនេះថ្ងៃពហុគឺអត់ត្រូវម៉ោងទេឥឡូវខ្ញុំទៅមុខទៀតថ្ងៃសុក្រលេខរៀង42ក៏ត្រូវម៉ោងដែរឃើញទេតែយើងនិចទៅមុខទៀតរហូតដល់ថ្ងៃច័ន្ទយើងមើលលេខរៀង42ឃើញទេគឺគាត់សអញ្ចឹងយើងអាចសម្គាល់ថាបើគាត់មិនចុះវត្តមានមិនសញ្ញេនៅប្រអប់ហ្នឹងគឺមានគាត់វត្តមានមានដាក់ចុះប៊ិចក្រហម A ឬក៏ P មកអញ្ចឹងនេះគឺជាកលឹះងាយក្នុងការប្រើប្រាស់ file ជំនួយគ្រប់គ្រងវត្តមានលោកគ្រូអ្នកគ្រូចឹងយើងបាននឹងមួយហើយយើងចូលមកវត្តមានប្រចាំសប្តាហ៍គឺជាការបូកសរុបបាទការបូកសរុបនេះគឺអត់មានបុកបើកប្រអប់ដូចនឹងទេគឺគ្រូទៅស្រង់បាទស្រង់ឡើងខ្ញុំអត់បានធ្វើ file ស្រង់ទៀតទេថានេះទាមទារលោកគ្រូអ្នកគ្រូស្រង់ដៃទៅបាទព្រោះមួយសប្តាហ៍យើងធ្វើតែម្ដងទេយើងបិទមួយហើយយើងចូលមកប្រចាំខែក៏ដូចគ្នាដែរបាទប្រចាំសប្តាហ៍បើមាន5សប្តាហ៍វាចេញ5ច្បាប់ប្រចាំខែវាចេញមួយខែតែមួយបាទមានប្រហែលអ្នកវាចេញប៉ុណ្ណឹងបាទនេះហើយតមកទៀតប្រចាំឆ្នាំនេះប្រចាំឆ្នាំម្នាក់មួយសិលនេះបាទអញ្ចឹងវីដេអូណែនាំរបស់ខ្ញុំមានប៉ុណ្ណឹងគ្រូអ្នកគ្រូថ្ងៃមកប្រជុំ
យើងនឹងទទួលបាន file នេះយកទៅប្រើអរគុណ